ำลังอย่างสำคัญในการรวมจำในกอสร้างជាតិ យុវជនត្រូវមានការភ្ញាក់រលឹកជានិច្ចតាំងសតិអារម្មណ៍ឲ្យប្រសើរឧត្តមមានការសន្តោសនិងសេចក្តីស្មោះត្រង់ការរក្សាសាមគ្គីភាពមិត្តភាពមិនប្រមាថមើលងាយអ្នកដទៃមិនសេពគត់ជំពានិងមិនប្រព្រឹត្តល្បែងស៊ីសងពាលាជាលក្ខណៈសម្បត្តិល្អរបស់យុវជនកម្ពុជានៅតាមជនបទស្រែចម្ការនិងនៅតាមរោងចក្រឧស្សាហកម្មនានាយុវកសិករនិងយុវកម្មករខិតខំបញ្ចេញសមត្ថភាពខ្លួនយ៉ាងអស់ពីចិត្តពីថ្លើមគេរវាសរវៃបំពេញភារកិច្ចដែលជាកាតព្វកិច្ចរបស់ខ្លួនមិនស្ទាក់ស្ទើរខិតខំបង្ ឧត្តមងើបនំអល់ទៅកើនផលិតផលគ្រប់យ៉ាងឲ្យសម្បូររហូរហៀហូហៀសម្បូរហូហៀសម្បូររណសម្បូរហូហៀតាដើម្បីកសាងសេដ្ឋកិច្ចជាតិឲ្យរីកចម្រើនឆាប់រហ័សទាន់សម័យទំនើបនៅតាមអគារសិក្សាយុវសិស្សយុវនិស្សិតខិតខំព្យាយាមរៀនសូត្រសពមុខវិជ្ជាដើម្បីបណ្ដុះគំនិតរបស់ខ្លួនឲ្យភ្លឺស្វាងដើម្បីក្លាយជាអ្នកចេះដឹងឬជាអ្នកប្រាជ្ញបណ្ឌិតយ៉ាងស្ទាត់ជំនាញក្នុងពេលអនាគតបច្ចុប្បន្ននេះយុវជនកម្ពុជាមានភារកិច្ចសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍជាតិឲ្យរីកចម្រើនយុវជនដំមកលើកូនទៅលើរួមគ្នាទាំងកាយវាចាចិត្តដើម្បីលើកស្ទួយអរិយធម៌ជាតិឲ្យរុងរឿងព្រោះយុវជនជាសេចក្តីសង្ឃឹមរបស់មាតុភូមិយុវជនមិនត្រូវបណ្ដោយជីវិតដ៏មានតម្លៃរបស់ខ្លួនដែលប្រៀបបាននឹងបុប្ផាកំពុងត្រូវទឹកសន្សើមរិចស្គុះស្គាយផ្សាយក្លិនពីដោនោះឲ្យស្រពោតស្រពោនទៅវិញលំដោយសារតែកម្លាំងរួបរวมគ្នាដ៏រឹងមាំយុវជននៃយុវជនគ្រប់រូបប្រទេសជាតិនឹងមានអរិយភាពបំពោះស្ថិតស្ថេរយូរអង្វែងស្ថិតស្ថេរចេតកាលស្ថិតស្ថេរចេតកាលយូ